ភូមិសន្តិភាព2ដែលនៅក្នុងគឺមានផ្ទះស្អាតជាច្រើនជាពិសេសនោះគឺផ្ទះមួយនេះដែលគេសាងសង់មកបែបគ្រីស្មាសមានដើមឈើគ្រីស្មាសនិងកាដូគ្រីស្មាសផងដែរហើយមិនត្រឹមតែប៉ុណ្្នឹងទេគឺនៅមានកន្លែងលេងជាច្រើនទៀតដូចជាកន្លែងលេងមួយនេះដែលមានឈ្មោះថាកន្លែងប្រណាំងទូកហើយខ្ញុំក៏បានចុះឈ្មោះប្រណាំងទូកមួយគេដែរចង់ដឹងអត់ថាខ្ញុំប្រណាំងឈ្នះគេជាប់លេខប្រមាណដែរតាមដានវីដេអូទាំងអស់គ្នាក៏នៅតែអត់ទាន់អស់ដែរនៅមានកន្លែងស្អាតជាច្រើនទៀតដូចជាកន្លែងនេះនិងកន្លែងនេះដែលខ្ញុំសូមលាក់សិនយើងតោះទៅតាមដានទាំងអស់គ្នាថានៅក្នុងភូមិនេះមានអីយើងលេងមានអីយើងមើលខ្លះប៉ុន្តែជប់សិនមុននឹងចូលសង្ឃឹមថាគ្នាយើងនឹងចុច like ឬមួយក៏ចុចបេះដូងទៅលើវីដេអូនេះម្នាក់មួយផងដើម្បីឲ្យកន្លែងចិត្តទៅកាន់អ្នកសាងសង់ហើយមួយទៀតដែលមិនអាចភ្លេចបាននោះគឺ subscribe និងបើកសញ្ញាកណ្ដឹងឲ្យខ្ញុំម្នាក់មួយផងកុំឲ្យកាត់ពេលចាប់ដើមហើយទាំងអស់គ្នាអញ្ចឹងសូមស្វាគមន៍មកកាន់ភូមិសន្តិភាព2យេអញ្ចឹងទី1ដំបូងគេមកអស់គឺយើងចាប់ផ្ដើមពីកន្លែងនេះទៅអញ្ចឹងកន្លែងនេះខ្ញុំមិនដឹងថាកន្លែងអីទេតែបើតាមមើលទៅដូចជាកន្លែងប្រណាំងឡានគ្នាយើងនេះកន្លែងនេះគឺកន្លែងប៉ុណ្ណាទូកហើយដូចឡានប៉ុណ្ណាអញ្ចឹងប្រណាំងទូកអូខេនៅក្នុង Minecraft មានឡានទេមានទូកហ្នឹងឯងមកឥឡូវយើងប្រណាំងមែនឥឡូវប្រណាំងលេងហ្នឹងមែនអាហ្នឹងចាំប្រណាំងអើយគាត់តែមើលសិនអីចឹងដើរមើលសិនគេអត់ឲ្យប្រណាំងឯងឲ្យដើរមើលសិនអូខេកន្លែងនេះគឺកន្លែងរាយឈ្មោះ member អញ្ចឹងទាំងអស់គ្នាមើលខ្លួនឯងទៅមានឈ្មោះពួកគាត់នៅខាងលើហ្នឹងខ្ញុំសុំអត់អានទេព្រោះច្រើនពេកនេះអញ្ចឹងសិតអត់ទៅកាន់ពួកគាត់ទាំងអស់គ្នាអញ្ចឹងម្ដងទៀតគ្នាយើងកន្លែងនេះគឺជាកន្លែងប្រណាំងទូកប្រណាំងឡានហើយការសាងសង់របស់គាត់គឺស្អាតមែនទែនសាងសង់ដោយ Lida Rura អូខេអញ្ចឹងកញ្ញាសង់កន្លែងហ្នឹងម្នាក់ឯងមានគេជួយទេម្នាក់ឯងមានជួយពី Baby Angel ជួយរោតកជួយរោតកBaby Angel ជួយរោតកអូខេគេសហការគ្នាបានល្អតអញ្ចឹងយើងចាញ់ពីតំណឹងសិនទីទៀតចាំយើងមកប្រណាំងទូកវិញហ្នឹងឯងហើយកន្លែងនេះគឺកន្លែង Christmas Zone កន្លែងនេះ Christmas Zone លយទៅនេះលយគេ Christmas Zone របស់គេមែនតើមើលផ្ទះ Christmas ឡើង cute គ្នាយើងនេះចូលចិត្តផ្ទះនេះចូលចិត្តផ្ទះនេះអត់ពីណាគេចូលចិត្តផ្ទះហ្នឹងខ្លះមកនៅខាងក្រៅមកហ្នឹងឯងយើងមានខ្លាំងទ្វារ build by Lida Rura Lida ទៀតអីមួយ Baby Angel យើងចូលមកគឺយើងមាន snowman ឯងចេញក្រៅបាត់ឡៃចេញបាត់វាចូលចេញក្រៅបាត់ឡៃក្នុងហ្នឹងគឺគាត់ចាំជាមួយនឹងមនុស្សតកនេះអូខេអញ្ចឹងកណ្ដាលនេះគឺមានដើម Christmas នេះគាត់សង់ដើម Christmas ដែរមានដើម Christmas ហើយនៅខាងkiaនេះគឺមានផ្ទះ camping បែប Christmas ដែរមានកាដូទៀតអាយ៉ានេះកាដូនេះខ្ញុំចង់បានកាដូប៉ាក្រហមនេះកាដូតាំងហ្នឹងបើកអត់កើតកាដូតាំងកាដូតាំងឲ្យបើកកើតដល់នេះយើងឥឡូវនេះគឺគាត់មានកាដូជូនខ្ញុំនេះ 2K8 Pro ហ្នឹងហើយគាត់មានកាដូជូនខ្ញុំចង់បានកាដូប៉ាក្រហមឥឡូវគាត់រៀបចំកាដូប៉ាក្រហមឲ្យខ្ញុំហីឥឡូវសុំបាក់កាដូមួយសិនអត់កាដូមួយសិនកាដូគេឲ្យអីគេនេះយើងកៅប៉ាក្រហមម្សិលនេះគឺកៅ Christmas អញ្ចឹងយើង KH គាត់បានឲ្យកាដូខ្ញុំសក់ទៅកាន់ channel របស់ KH មួយគឺមានឈ្មោះថា KH CVD ហ្នឹងហើយអូខេអញ្ចឹងគ្នាយើងអាចចូលទៅ subscribe ឲ្យ channel គាត់បានហើយគាត់ដូចជា live នៅក្នុង P4 ដែរត្រូវហ៎បាទអូខេអញ្ចឹងគ្នាយើងអាចទៅ subscribe គាត់បានហើយមាន post វីដេអូអីផ្សេងទៀតអត់លីឡងគ្នាពី content Minecraft ណាអូខេអញ្ចឹងគ្នាយើងចូលចិត្តមើល content Minecraft អាចទៅ subscribe គាត់បានហ្នឹងហើយតែអញ្ចឹងគ្នាយើងម្ដងទៀតកន្លែងនេះគឺមានដើម Christmas ហើយមាន team Christmas អីបន្តិចតួចដូចគ្នាយើងបានឃើញអញ្ចឹងហ្នឹងហើយជាពិសេសខាងក្រៅមើលមកគឺស្អាតមែនតើអញ្ចឹងគ្នាយើងបន្ទាប់យើងចាញ់ពីនឹងមកនៅទល់មុខហ្នឹងគឺយើងមានហាងមួយមានឈ្មោះថា Baby Angel Shop ហ្នឹងហើយសួស្ដី Baby Angel មានលក់អីគេដែរអត់និយាយបោះស្បើឲ្យមកម្នុយម៉ែ Golden Carrot 1000 $ម៉ែ2000 1500អីគេថោកជាងគេនេះយើងមៀល10រៀលទិញទៅដោះគោផឹកហ្នឹងហើយសុំដោះគោមួយកែវនេះគីវតែមានថែមឲ្យទៀតថែមទៀតយ៉ាគីវថ្ងៃ Christmas ចឹងយើងមានកាដូអីថ្ងៃ Christmas ឲ្យខ្ញុំដែរគឺ comment ដាក់ឲ្យខ្ញុំខាងក្រោមផងហ្នឹងហើយគីវច្រើនណាស់មាននំខេកមានអីទៀតហើយជប់ខ្ញុំបាក់កាដូគាត់មួយសិននេះមានកាដូប៉ាក្រហមទៀតក្នុងដៃនិយាយទៅគេដឹងខ្ញុំជួយចាប់ប៉ាក្រហមមែនងាប់សិនរបស់ញ៉ាំហ្នឹងរបស់ញ៉ាំក៏បានដែរបើកន្លែងគាត់លក់របស់ញ៉ាំ